ដល់កោះស្រណោះអាឡ័យដានជប់ហាក់រដីនឹកដល់សំដីពុកធ្លាប់ពីចាដាស់ទឿនកូនប្រុសឲ្យខំសិក្សាក្នុងភ្នោះសិក្ខាសាងអនាគតអនិច្ចាសង្ខារពុកលាចាលោកចិន្តាវាយោគ្រួសារសោយសោកអបយកក្តីទុកអលោកមានកូនកូនសែរន្ធត់ប្រត់រូបលោកពុកខ្លោចសាពេលក្រៃ